សិស្សខ្លះគាត់មានការយល់ច្រឡំខ្លះអញ្ចឹងថ្ងៃនេះអ្នកគ្រូសូមបកស្រាយតែម្ដងគាត់បកស្រាយថាឥឡូវអ្នកគ្រូបើសិនជាខ្ញុំមានកូនណាក់មតីចាអូនចូលរៀនមុនគេរៀនអីគេរៀនថ្នាក់ភាសាអង់គ្លេសមុនឬក៏ខ្មែរមុនបើតាមយោបល់របស់អ្នកគ្រូគឺអាស្រ័យទៅលើទី1មេដាបេដាសិស្សស្រឡាញ់ចំណងចំណូលចិត្តអីរុញគាត់ទៅហ្នឹងប៉ុន្តែអ្វីដែលជាយោបល់ហ្នឹងគឺវាគ្រាន់តែជាគំនិតតាមបទពិសោធន៍អ្នកគ្រូ20ឆ្នាំជាងផ្នែកអប់រំគឺយើងគួរតែឲ្យគាត់ភាសាខ្មែរមុនដោយសារអីខ្មែរវាយើងទី1យើងមានដើមកំណើតជាខ្មែរទី2ខ្មែរបើសិនតែយើងសម័យបុរាណណាយើងរៀនណាគឺមានការលំបាកខ្លាំងណាស់វាអត់ងាយស្រួលដោយភាសាអង់គ្លេសគឺអក្សររុក្រាមរបស់វានឹងមានព្យាង្គនរួតផងមានចុចនៈពួកអផងពួកអូផងស្រៈនិស័យផងបើនិយាយទៅបើគាត់អត់ច្បាស់គ្រឹះហើយឲ្យគាត់ចង់ទៅចាប់អីក៏ចាប់អត់បានដែរចាឥឡូវឧទាហរណ៍មួយចាអ្នកឧទាហរណ៍មួយថាគាត់ចង់រៀនគណិតវិទ្យាស្ទើរតែគាត់អត់ចេះអានប្រធានបទលំហាត់ឬក៏ចំណោទហ្នឹងទេហើយស្ទើរតែឲ្យគាត់អានយល់ប្រធានបទមិនឆ្លើយល្មិចបើគាត់អត់ដឹងថាអាហ្នឹងគេអានថាមិនអាហ្នឹងគេចង់បានអីគេគាត់ចង់សរសេរក៏មិនដឹងថាសរសេរយ៉ាងម៉េចអញ្ចឹងភាសាខ្មែរគឺសំខាន់មែនទែនពីព្រោះហេតុអីនៅក្នុងសង្គមបច្ចុប្បន្នយើងនេះគឺកូនខ្មែរមួយចំនួនឥឡូវនេះគឺគាត់ពិបាកជាពិសេសគឺជួនកាលថ្នាក់ទី5ទី6ឯងគាត់អត់ទាន់ចេះអានច្បាស់ទេហើយគាត់អត់ទាន់ចេះសរសេរដែរបើសម័យអ្នកគ្រូវិញគឺអានដឹងសរសេរនោះបានច្រើនដោយសារតែអីគ្រូហៅគាត់មេរៀននៅពេលដែលគ្រូហៅគាត់មេរៀនគឺមានន័យថាយើងស្ទាត់ជំនាញក្នុងការសរសេរហ្នឹងណាចាអញ្ចឹងអាសរសេរនឹងអានហ្នឹងវាអាចទំនាក់ទំនងគ្នាធ្វើឲ្យមានការល្អប្រសើរមែនទែនចឹងថ្ងៃនេះអ្នកគ្រូចែករំលែកតើធ្វើម៉េចដើម្បីឲ្យយើងរៀនភាសាខ្មែរនឹងប្រកែអញ្ចឹងរាល់គ្រប់មុខវិជ្ជាគ្រប់មុខភាសាទាំងអស់គឺมันអាចឆ្លងកាត់ពីដំបូងគឺថែរក្សាសុខភាពមុនគេវាសំខាន់ណាស់មូលហេតុអីមូលហេតុថាឥឡូវយើងជាកុមារយើងរៀនថ្នាក់មត្តេយ្យមានចែកចេញជា3មត្តេយ្យជាន់ទាបមត្តេយ្យតាមមធ្យមមត្តេយ្យជាន់ខ្ពស់អញ្ចឹងមានខ្លះគាត់អាយុ3ឆ្នាំ4ឆ្នាំ5ឆ្នាំពេលដែលគាត់ចូលបឋមគាត់អាចចិនការកូនខ្លះគាត់ចូលថ្នាក់ទី6ចូលថ្នាក់ទី1ហ្មងកូនខ្លះគាត់ចូលថ្នាក់ទីអាយុ7ឆ្នាំគាត់ចូលថ្នាក់ទី1ហ្មងអញ្ចឹងនៅពេលដែលមូលដ្ឋានគ្រឹះខ្មែរនេះគឺវាខ្លាំងត្រង់ថាទី1វាតកតងនឹងប្រពៃណីខ្មែរយើងដែលជាភាសាដើមកំណើតទី2វាជាសុជីវធម៌សិលធម៌មួយដែលយើងជាកូនខ្មែរយើងអាចរៀនបំណិនជីវិតចាហើយទី3អក្សរសាស្ត្រខ្មែរយើងវាមានប្រយោជន៍ត្រង់ថាពេលយើងចេះខ្មែរច្បាស់យើងអាចចាប់ជំនាញអីផ្សេងហ្នឹងវាងាយស្រួលក្នុងការធ្វើទៅមុខវិជ្ជាផ្សេងទៀតជាពិសេសដោយអង់គ្លេសឧទាហរណ៍ថាក្មេងខ្លះសម័យឥឡូវគាត់មើលតែ YouTube ឯងជាងការ YouTube ខ្លះវាជាភាសាអង់គ្លេសចាភាសាអង់គ្លេសដល់ពេលគាត់មើលភាសាអង់គ្លេសគាត់អាចនិយាយអង់គ្លេសបានទាំងអស់ប៉ុន្តែដល់ពេលមុខវិជ្ជាដែលគាត់ធ្លាក់នៅក្នុងសាលាវិញគឺគាត់ធ្លាក់ភាសាខ្មែរដល់អញ្ចឹងវាដាសិស្សគាត់មានការបារម្ភមែនតើគាត់ថាអ្នកគ្រូឥឡូវនេះបើអង់គ្លេសគាត់ចេញ restart នឹងលទ្ធផលមកគឺទទួលបានល្អប៉ុន្តែអ្នកគ្រូក៏ខកខងគាត់ចេះដែរជនជំនះទាំង33តួនឹងអត់ដឹងអីទេហើយបើនៅអានវិញនៅលើឡានអីឲ្យគាត់អានអត់ដាច់ទេបើជាពិសេសអាកូនបងអីណាទី5ទី6អត់ចេះអានតែម្ដងអញ្ចឹងវាមានការលំបាកមែនតើអញ្ចឹងអ្វីដែលអ្នកគ្រូសំខាន់ហ្នឹងគឺផ្ដោតទៅលើមេដាបេដាសិស្សហ្នឹងយកចិត្តទុកដាក់ចំពោះការថែរក្សាសុខភាពកូនជាមុនសិនព្រោះនៅពេលដែលយើងឲ្យគាត់ទម្លាប់ក្នុងការញ៉ាំទឹកគ្រប់គ្រាន់ជឿរើសរបបអាហារណាដែលល្អសម្រាប់ជួយឲ្យក្មេងមានបញ្ញាចងចាំហើយធ្វើឲ្យគាត់គេងគ្រប់គ្រាន់អាហ្នឹងវាជាគ្រឹះមួយសម្រាប់ឲ្យគាត់នៅពីទូចហ្នឹងគាត់អាចរៀនឆាប់ចេះឆាប់ចាំចាហ្នឹងគឺជាចំណុចទី1ដែលម្ដាយគ្រប់រូបឬក៏សិស្សានុសិស្សទាំងអស់ពេលដែលបានស្ដាប់អ្នកគ្រូនិយាយហ្នឹងហើយអាចទៅរក្សាសុខភាពបានពីព្រោះអីភាគច្រើនម៉ាក់ប៉ាខ្លះគាត់អត់បានចាប់អារម្មណ៍លើហ្នឹងទេសម័យឥឡូវយើងដឹងហើយគឺគាត់រវល់រស់ស៊ីមុខរបរផ្សេងគាត់មិនបានថែជួនកាលមានម៉ែដោះជួនកាលមានប្អូនជួយមើលបងជួយមើលថែគ្នាចាអញ្ចឹងមានន័យថាការទំនាក់ទំនងចិត្តស្និទ្ធរវាងមេដាបេដាហើយនឹងសិស្សនឹងជួនកាលអត់បានដិតដល់ដូចសម័យមុនទេចាអញ្ចឹងវាធ្វើឲ្យគម្លាតឪពុកម្ដាយនិងកូននឹងឆ្ងាយអញ្ចឹងការសិក្សារបស់គាត់ក៏មានការធ្លាក់ដែរប៉ុន្តែមេដាបេដាមួយចំនួនគឺគាត់រវល់យ៉ាងណាក៏ដោយចំនួនធំគឺគាត់នៅតែទំនាក់ទំនងជាមួយនឹងគ្រូព្រោះដោយសារអីគឺគាត់ចង់ដឹងថាឥឡូវកូនគាត់ខ្សោយអីត្រូវបំពេញអីបន្ថែមកន្លែងណាគាត់អត់មានពេលគ្រប់គ្រាន់អញ្ចឹងសរុបសេចក្តីមកប្រសិនបើគាត់ខ្សោយគ្រឹះជាភាសាខ្មែរហើយគឺអ្វីគ្រប់យ៉ាងគឺមានការលំបាកទៅថ្ងៃមុខចាហ្នឹងគឺជាចំណុចទី1ថែទាំសុខភាពចំណុចទី2គឺនៅក្នុងគោលការណ៍មូលដ្ឋានគ្រឹះរបស់ភាសាខ្មែរយើងវាមានច្រើនទេប៉ុន្តែជួនកាលអ្នកខ្លះភ្លេចចំណៈកដល់អហ្នឹងគាត់រាប់មិនត្រូវទេព្រោះអាជនជំនះ33តួហ្នឹងយើងអាចមើលងាយថាវាស្រាលវាដូចមានអីអស្ចារ្យប៉ុន្តែបើថ្ងៃណាមួយយើងលេងកម្មវិធីសិក្សាល្បែងសិក្សាអីវិញណា
សាធំធំណាក់ទី12ឬជួនកាលគរុសាឆ្នាំទី1ទី2អីជួនកាលម៉ាក់ប៉ាអីអាចផ្លិចក៏ថាបានដែរចាពីព្រោះយើងអត់បានយកចិត្តទៅដាក់ថាហ្នឹងវាសំខាន់អញ្ចឹងវាមានសារៈសំខាន់ខ្លាំងមែនទែនចំពោះភ្ជញ្ជនៈសារៈពួកសារៈនិស័យភ្ជញ្ជនៈពួកពួកហ្នឹងគឺបូកស្រាំជាមួយគ្នាទៅដើម្បីគាត់ចេះប្រកបអញ្ចឹងនៅពេលគាត់ចេះប្រកបគាត់ចេះអានណាហើយចុះបើគាត់អត់ចេះគ្រឹះគាត់អត់ចេះភ្ជញ្ជនៈអត់ចេះស្រៈអត់ចេះអីឲ្យគាត់ប្រកបមិនឲ្យគាត់អានមិនហើយគាត់នឹងខ្សោយសរសេរតាមអានអញ្ចឹងនៅពេលដែលយើងអត់ទម្លាប់គាត់អានច្រើនអត់ទម្លាប់ឲ្យគាត់ចេះមូលដ្ឋានគ្រឹះច្រើនអញ្ចឹងអាពីរហ្នឹងវារៀងខ្វះទៅវាធ្វើឲ្យអាបញ្ហាសង្គមបច្ចុប្បន្ននេះគឺម្ដាយមានការកើតទុកមែនតើចំពោះតែមុខវិជ្ជាអីគាត់អាចទទួលបានសេដ្ឋកិច្ចខ្មែរមួយដូចជាតែងសេចក្តីកំណាព្យអសរសិល្ប៍អ្នកគួរមិនដឹងណានៃទេអសរបាសដៃបាសជើងវាអញ្ចឹងណាចាអញ្ចឹងចំណុចទី2គឺត្រូវយល់ពីមូលដ្ឋានគ្រឹះភាសាខ្មែរចាចំណុចទី3គឺអ្វីដែលអ្នកគ្រូចង់ផ្ដោតនោះព្យាយាមម្ដាយជាគំរូយើងទិញសភៅដាក់នៅផ្ទះសភៅណាដែលវារៀងស្រាលទៅឲ្យគាត់បានមើលអញ្ចឹងជួនកាលយើងបដៅកូនយើងថាអូនណាអានសភៅប៉ុន្តែក្នុងផ្ទះអត់មានសភៅអីបន្តិចអញ្ចឹងគាត់អានតាមរបៀបម៉េចបើសិនជាយើងអត់មានសភៅជាគំរូផងហ្នឹងអញ្ចឹងមេដាបដាសាអាចទិញសភៅមានបណ្ណាល័យអីមួយទៅដាក់នៅផ្ទះអញ្ចឹងទៅសម្រាប់ឲ្យទម្លាប់គាត់ក្នុងការអានហើយអ្វីទម្លាប់ក្នុងការអានហ្នឹងគឺយើងកុំព្យាយាមទិញសភៅណាដែលធ្ងន់ពាក្យជ្រៅដំបូងគឺអ្នកគ្រូនិយាយនេះគឺអ្នកគ្រូសំដៅទៅលើពីមត្តេយទៅពីបឋមទៅដើម្បីធម្មតាទោះបីយើងថ្នាក់ទី9ដល់ទី12ក៏ដោយបើគាត់យើងអត់ចេះអាគ្រឹះដំបូងនឹងឲ្យធំតែថ្នាក់ឯងតែចំណេះអត់មានទេអញ្ចឹងអាហ្នឹងឯងដែលអ្នកគ្រូបារម្ភថាធ្វើម៉េចឲ្យពួកគាត់ហ្នឹងគឺបកកាយភាសាខ្មែរហ្នឹងសិនចាអញ្ចឹងម៉ាក់ប៉ាត្រូវទិញសភៅណាស្រាលមានរូបភាពតាក់ទាញជាពិសេសសម្ភារៈឧបទេសអីមកអាចលេងជាមួយគាត់ម៉ាក់ប៉ាខ្លះអាចចំណាយពេលលេងជាមួយគាត់មួយសប្តាហ៍1ម៉ោងរៀនអានជាមួយគាត់ចាអានទៅធ្វើអានខុសទៅឲ្យគាត់ជួយកែមកវិញណាដោយពេលយើងរវល់ប៉ុណ្ណាក៏ដោយអាការទំនាក់ទំនងល្អជាមួយកូនការថែទាំសុខភាពកូនការផ្ដល់ភាពចិត្តស្និទ្ធដល់កូនការធ្វើជាគំរូដល់កូននេះហើយជាការមួយជួយដល់ក្មេងៗចំនួនក្រោយចាអាហ្នឹងគឺចំណុចដែលលោកគ្រូចែកម្លែកចំណុចទី3ណាចាចំណុចទី4នៅពេលដែលយើងដើរសកម្មភាពមួយគាត់យើងទំនាក់ទំនងជាមួយគ្រូឲ្យបានល្អដើម្បីឲ្យព្រោះគ្រូគាត់ជាមេដាទី2ជួនកាលនៅពេលដែលគ្រូគាត់មានរបាយការណ៍មកផ្ញើជូនមេដាបេដាសាស្ត្រឥឡូវកូនគាត់ខ្សោយសរសេរតាមអានឬក៏គាត់ខ្សោយសរសេរតែងសេចក្តីឬក៏គាត់ខ្សោយអក្សរសិល្ប៍ខ្មែរនេះអ្នកគ្រូបដោតទៅលើថ្នាក់អនុវិទ្យាល័យខ្លះវិទ្យាល័យខ្លះចាអញ្ចឹងជួនកាលនិយាយទៅបើអក្សរបើឲ្យគាត់សរសេរគឺគាត់អត់ដឹងអាណាកថាខណ្ឌចាហើយពេលដែលគាត់សរសេរជួនកាលអត់ដឹងកន្លែងណាចុះបន្ទាត់កន្លែងណាអីទេគឺគាត់ចិត្តតែប៉ាតណាប៉ាតណីទៅហើយជួនកាលពេលយើងជិះតាមឡានតាមផ្លូវអីចឹងទៅមានអក្សរអីឲ្យគាត់អានហ្នឹងក៏គាត់អានអត់ត្រូវដែរចាដូចជាឥឡូវថាយើងអានថាសុចិពុលេចាស់ជួនកាលគាត់អត់បានជ្រៅជ្រះថ្នាក់ទី9ទី10មែនជួនកាលគាត់រៀនថ្នាក់ទី12ជួនកាលគាត់អត់ធ្លាប់អានពាក្យបាលីហ្នឹងណាគាត់អានអត់ចាញ់ដែរអញ្ចឹងហើយបានថាទម្លាប់អានឲ្យបានច្រើនចាយើងទម្លាប់អានហេតុអីបានជាការអានមានសារៈប្រយោជន៍ការអានគឺធ្វើឲ្យយើងចងចាំបានល្អទី1ទី2ធ្វើឲ្យអាស្រៈនិងជនជនៈប្រកបស្រាលហ្នឹងវាធ្វើឲ្យគាត់ហ្នឹងយកអាមូលដ្ឋានគ្រឹះហ្នឹងមកប្រកបមកសរសេរតាមអានមកអីចឹងវាពង្រឹងនៅការចងចាំរបស់គាត់ហ្នឹងចឹងក្មេងប្រសិនបើគាត់ចេះអំណានបានច្រើនសរសេរបានច្រើនគាត់ទម្លាប់ក្នុងការអានប្រទេសនឹងមានការរីកចម្រើនចាសុចេះពលហ្នឹងគឺជាគោលការណ៍របស់អ្នកសិក្សាអញ្ចឹងមិនផ្ដោតទៅលើតែភាសាខ្មែរភាសាគណិតភាសាអីទេគឺយើងមានទាំងអស់គឺសុចេះពលហ្នឹងគោលការណ៍ហ្នឹង4ហ្នឹងស្ដាប់គិតត្រិះរិះពិចារណាហើយសួរកត្រាហ្នឹងគឺត្រូវតែមានអញ្ចឹងសម្រាប់ភាសាខ្មែរក៏យើងត្រូវមានហ្នឹងដែរចាអញ្ចឹងពេលដែលគាត់អានច្រើនគាត់យល់ច្រើនគាត់ចាំច្រើនទី1ទី2នៅពេលដែលគាត់សរសេរតែសេចក្តីគាត់ចេះគាត់ដឹងគាត់ចេះប្រៀបធៀបឧទាហរណ៍ថាគេចេញប្រធានបទប្រៀបធៀបអត់បញ្ហាចឹងមានថាឲ្យតែគាត់មានគ្រឹះមួយក្នុងការរឿងនិទានអីមួយឬក៏ចែងតែសេចក្តីអីមួយឬក៏កំណាព្យឬក៏អីមួយដែលជាគ្រឹះរបស់គាត់ហើយគាត់ប្របែកតាកលឹះតិចហ្នឹងគាត់អាចសរសេរបានប្រហែល100កថាខណ្ឌក៏បានដែរដោយអ្នកគ្រូចឹងអ្នកគ្រូបញ្ញាបត្រផ្នែកអក្សរសាស្ត្រអង់គ្លេសកាលពីដើមមកអ្នកគ្រូនៅទូចអ្នកគ្រូគិតអុយគេក៏ខ្លាំងម៉េចគេសរសេរអង់គ្លេសបានឡើងមិនចេះតិចហើយនិយាយឡើងវ៉ាវចាហើយដល់ពេលយើងគិតអញ្ចឹងការយើងនៅតូចដល់ពេលដែលយើងរៀនខ្មែរចេះយើងខិតថាខ្ញុំបកកែតាដល់ពេលយើងទៅរៀនអង់គ្លេសវិញដូចតែគ្នាហ្នឹងអញ្ចឹងមានថាតែគាត់បកកែខ្មែរហើយរៀនអីក៏ឆាប់ចូលដែរអ្នកគ្រូអាចនិយាយកន្លែងនេះសុំទៅមិត្តភក្តិបងប្អូនទាំងអស់គ្នាឬក៏លោកជំទាវលោកអស័យនាងកញ្ញានាងខ្ញុំលើកស្ទួយអំពីភាសាខ្មែរខ្លាំងជាងគេព្រោះអីវាជាភាសាកំណើតហើយជាពិសេសយើងរស់នៅប្រទេសខ្មែរទៀតអ្នកគ្រូមានមោទនភាពដែលកើតជាខ្មែរ